lô nào kia ngày ní nhung trong một gì vì bánh hai chồng ngò và nhà muối nè là thế không ngon lọt nó bây giờ dương pra cụ có map á hơi nó bị thôi dương sơi tàu cam location dương trong tàu cây săn nam mùi được cái tang nam mùi trứng bị khai nhiều score flow thì nhận tròn trứng dương có sầm rạch chất pra cụ có map hay là bây giờ dương sơi cái thọ ta nhóm trong tàu của mình trứng nhóm xong ô thọ này nhóm nó xem tập tròn hay nhóm trong tàu của mình trứng nhưng mà score flow tàu của mình trứng nhóm aiធ្វើការប្រើប្រាស់គឺ map ដើម្បីជាជំនឿក្នុងការមើលផ្លូវអញ្ចឹងណាហើយនៅពេលដែលខ្ញុំសើចដាក់ថាទៅភូមិមិនណាខ្ញុំសលេចពីទីតាំងខ្ញុំទៅហើយនៅពេលដែលលទ្ធផលវាលោតមកគឺគាត់បង្ហាញពីផ្លូវរបស់យើងទៅជាទៅភូមិមិនហើយលើពីនឹងទៀតគឺគាត់អាចដឹងទៀតថាយើងជាទៅដល់ភូមិមិនហ្នឹងអាចទៅដល់ខ្ទង់ម៉ោងប្រហែលហើយចំណាយពេលប្រហែលនាទីហើយតាមផ្លូវហ្នឹងមានស្ទះផ្លូវអត់អ្នកគ្នាធ្លាប់ឆ្ងល់អត់ធ្វើមិនបានគឺគាត់ដឹងថាផ្លូវដែលយើងត្រូវជិះនឹងស្ទះហើយគាត់ដឹងថាយើងជិះប្រហែលនាទីដល់ខ្ញុំឆ្ងល់មែនទេខ្ញុំឆ្ងល់ថាគាត់ដឹងតាមរបៀបណាខ្ញុំឆ្ងល់ថាមានអ្នកបញ្ចូលទិន្នន័យក៏មិនខ្ញុំឆ្ងល់ថាបើសិនជាមានអ្នកបញ្ចូលទិន្នន័យក៏គាត់បញ្ចូលបានលឿនមែនពេលខ្លះគាត់លក្ខណៈថាគាត់កាយគាត់ចាំតែបញ្ចូលទិន្នន័យហ្នឹងតែមែនហើយបន្ទាប់ពីមានចម្ងល់ខ្ញុំក៏បានធ្វើការ research ហើយបន្ទាប់ពី research ខ្ញុំបានចម្លើយខ្លះៗប៉ុន្តែជាក់ផងដែរចម្លើយហ្នឹងគ្រាន់តែជាការ research ទូទៅរបស់ខ្ញុំទេអញ្ចឹងវាអាចនឹងអត់ត្រូវទាំងស្រុងឬក៏វាគ្រាន់តែជាផ្នែកខ្លះទេអញ្ចឹងវាអាចត្រូវ 100% ទេអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងខ្ញុំក៏សូមធ្វើការ sorry ទៅពីមុនដែរបើតាមការ research ទី1របៀបដែលគូកគាត់ដឹងថាផ្លូវនឹងស្ទះគឺគាត់អាចដឹងតាមរយៈទូរស័ព្ទដៃរបស់យើងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ទូរស័ព្ទដៃរបស់យើងក្នុងការមើល Google Map ឬក៏ពេលខ្លះយើងអត់ប្រើដើម្បីមើល Google Map ទេយើងគ្រាន់តែដាក់ទូរស័ព្ទនៅក្នុងកប៉ាល់ក៏គាត់អាចដឹង location របស់យើងដែរគឺគាត់អាច track បានអញ្ចឹងនៅពេលដែលគាត់ track location យើងបានឧទាហរណ៍ថានៅខាងមុខហ្នឹងមានមនុស្ស200នាក់ចុះកំពុងតែស្ទះផ្លូវនៅតំបន់អាចថាផ្លូវហ្នឹងវាតូចជាអញ្ចឹងវារាំងស្ទះអញ្ចឹងនៅពេលក្នុងមួយប្លុកហ្នឹងមាន200នាក់អញ្ចឹងអាចថាម្នាក់គាត់មានទូរស័ព្ទដៃរៀងៗខ្លួនមួយអញ្ចឹងណាអញ្ចឹងអាទិន្នន័យចេញពីទូរស័ព្ទដៃរបស់គាត់ហ្នឹងវាជាទិន្នន័យដែលគូកគាត់ទាញយកដើម្បីទៅវិភាគឧទាហរណ៍ថា200គ្រឿងអញ្ចឹងវា200នាក់អញ្ចឹងគូកគាត់អាច track ដឹងថានៅតំបន់ហ្នឹងមានមនុស្ស200នាក់កំពុងតែកកស្ទះនៅហ្នឹងអញ្ចឹងដល់ពេលដែលវាកន្លែងហ្នឹងកករៀងយូរអញ្ចឹងឬក៏ស្ទះរៀងយូរអញ្ចឹងទិន្នន័យទាំងអស់ហ្នឹងនឹងត្រូវបានវិភាគហើយវិភាគថាមិនមនុស្សទាំងអស់ហ្នឹងគាត់ឈប់នៅហ្នឹងយូរម៉េចកន្លែងហ្នឹងមានបញ្ហាអីមែនអញ្ចឹងអាហ្នឹងជាហេតុផលមួយដែលគូកអាចដឹងថាខាងមុខមានផ្លូវស្ទះឬក៏កន្លែងតំបន់ដែលយើងកំពុងតែជិះហ្នឹងមានផ្លូវស្ទះសារអីគឺគាត់ track បាន location ចេញពីទូរស័ព្ទដៃរបស់យើងឬក៏តាម track តាមម៉ាស៊ីនបោះឡានមួយចំនួនដែលគាត់ដែលនៅក្នុងម៉ាស៊ីនឡានហ្នឹងមានឧទាហរណ៍ថាដូចជាGPS អញ្ចឹងណាអាហ្នឹងក៏គាត់អាច track បានដែរអញ្ចឹងអាហ្នឹងជារបៀបមួយហើយមួយទៀតគឺក៏មានអ្នកបញ្ចូលទិន្នន័យដែរឧទាហរណ៍ថានៅក្នុងទីក្រុងខ្លះឬក៏តំបន់ខ្លះអញ្ចឹងគឺគាត់មានអាចារ្យស៊ីរបស់គាត់ដើម្បីបញ្ចូលទិន្នន័យអញ្ចឹងណាដើម្បីឲ្យដឹងថាផ្លូវខាងមុខហ្នឹងអាចស្ទះឬក៏កំពុងសាងសង់អញ្ចឹងណាឧទាហរណ៍ថាពេលដែលរដ្ឋរបស់យើងគាត់ធ្វើការជួសជុលផ្លូវតំបន់ហ្នឹងឬក៏ផ្លូវតំបន់ហ្នឹងមានការលក្ខណៈថាខូចអញ្ចឹងណាអាហ្នឹងក៏Googleអាចដឹងដែរដោយសារតែអីគឺទីមួយគឺមានអាចារ្យស៊ីហ្នឹងថាដៃគូសហការរបស់គាត់ដោយអាចបញ្ចូលទិន្នន័យហ្នឹងហើយគាត់នឹងយកទិន្នន័យហ្នឹងមកប្រាប់យើងហើយមួយទៀតគឺអាចថារដ្ឋាភិបាលរបស់យើងឬក៏បុគ្គលិករដ្ឋអីចឹងទៅគាត់ធ្វើការបញ្ចូលទិន្នន័យហ្នឹងនៅក្នុង Google App ឬក៏នៅក្នុង map ផ្សេងៗដើម្បីជូនជាដំណឹងឲ្យអ្នកធ្វើដំណើរគាត់បានដឹងអញ្ចឹងថានៅខាងមុខហ្នឹងផ្លូវហ្នឹងគឺកំពុងតែសាងសង់សម្រាប់ខ្ញុំអស់ហើយ